ដល់ទៀតហើយបងប្អូនបាទឥឡូវយើងគិតយ៉ាងម៉េចចន្ទីយើងចុងរដូវកាលនៅក្នុងថ្ងៃទី14 ខែ 4 ចំថ្ងៃចូលឆ្នាំដំបូងតែម្ដងបាទអានេះអើយប្រភេទផ្កាកញ្ចុំផ្កាវគ្គផ្ដាច់វគ្គ3ដែលយើងបេះអានេះមេឃវគ្គមុនយើងបេះអស់ហើយបាទហើយពាក់ព័ន្ធជាមួយនឹងផ្កាក្រៀមគឺវាចេញមកក្តឹបបែបនេះបាទឡើងកញ្ញាញ់ក្តឹបបើយើងមើលទៅក្តឹបនេះប្រហែលជាអាចខ្ទង់ប្រហែលជាជាង10គ្រាប់បាទតែវាស្វិតទៅបដើអញ្ចឹងរយៈពេលនេះអត់ដល់មានភ្លៀងធ្លាក់ក្រៀមដីខ្សោះអញ្ចឹងផ្លែប៉ុណ្នេះក៏មិនសង្ឃឹមថាបានជាប់ដែរបងប្អូនបាទចឹងវាប្រឹងមកនេះបើសិនជាមានភ្លៀងធ្លាក់1មេត្រជាដីប្រហែលជាយើងវគ្គ3នេះយើងអាចស្ដារឬក៏គេហៅថាប្រមូលលុយពីវាបានមួយចំណែកតូចទៀតបាទបងប្អូនមើលហើយពាក់ព័ន្ធជាមួយនឹងផ្កាក្រៀមក្នុងខែ4ពាក់កណ្ដាលខែ4នេះវាលាស់ត្រួយមកផ្កាក្រៀមទៅហើយចំណែកឯវាលូតលាស់ត្រួយថ្មីបណ្ដើអញ្ចឹងចន្ទទី1នេះមួយដើមដែលយើងថតនេះអញ្ចឹងមានន័យថាគ្រប់ដើមគឺដូចតែគ្នាទេបងប្អូននៅពេលដែលធ្លាក់ភ្លៀងវាប្រកាសជាលាស់ត្រួយមកល្អអញ្ចឹងវគ្គនេះពេលលាស់ត្រួយបងប្អូនដែលមានទុនអាចដាក់ជីដាក់អីថែទាំទុកឆ្នាំក្រោយបានពីព្រោះយើងគិតថាដំណាំបើសិនជាយើងមិនថែពីដើមទីទៅយើងចាំទៅប្រមូលផលចុងទីប្រមូលផលតែម្ដងវាអត់ទៅរួចហ្នឹងហើយអត់ទៅរួចទេអញ្ចឹងត្រូវការថែទាំបាទនេះមើលអានេះនៅមួយគ្រាប់អញ្ចឹងបងប្អូនហើយគួរឲ្យស្ដាយដែលអត់មានភ្លៀងកក់ខែបើមានភ្លៀងកក់ខែហើយផ្កាផ្លែវគ្គ3នេះប្រកាសជាយើងបានទទួលផលបានខ្លះគ្រាន់បានលុយចាយចូលឆ្នាំរួចហើយបងប្អូនដែលមានចន្ទទីមានចំណេះដឹងល្អកុំភ្លេចជួយប្រាប់ខ្ញុំផង comment ឬមួយក៏ជួយchiaវីដេអូមួយផងដើម្បីបានវីដេអូថ្មីបាទបងប្អូនណាមានចំណេះដឹងក៏សូមជួយ comment ប្រាប់ផងព្រោះយើងជាកសិករដែលធ្វើដំណាំឧស្សាហកម្មយើងទី1យើងប្រឹងប្រែងដើម្បីរីកចម្រើនគ្រួសាររីកចម្រើនប្រទេសជាតិលើកស្ទួយប្រទេសជាតិបាទបើគ្មានកសិករក៏ប្រទេសជាតិមិនរីកចម្រើនដែរបាទហ្នឹងហើយអរគុណច្រើនបាទ